Wow. Không review đâu, ăn cho cái bột anh tóc kia. Học mà nói. Anh là chăm si à. Bia. Chắc sự bia cái này. Đấy. Chắc bia. សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ vlog ចានេះមិន vlog នៅដាឡាទេគឺចេញពីដាឡាទៅសៃហ្គន Guys good morning ឥឡូវម៉ោង 5:40 ហើយពួកខ្ញុំចាប់តាម check out ដោយសារតែឡានយើងចេញម៉ោង 6 កន្លះ And look at the view ចុះអាប់សាហើយអូយហើយអ្នកមើលវ៉ាលីខ្ញុំមកដូចរៀងស្រាអត់ស្រាទេគាត់ថាវាមិនធ្ងន់ដល់ថ្នាក់ហ្នឹងលើមើលយទៅ ព្រឹកឡើងគឺថាស្រស់ស្រាយខ្លាំងមែនតើមើលតាមផ្លូវចាមានការចោះអាប់មានពពកមានអីអូយយទៅខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតើថាអត់ដែរងើបតន់ពេលព្រឹកក៏តាមពិតងើបតន់ក៏ថាអត់ដែរចេញទៅពេលព្រឹកយើងចេញតែម៉ោង 8 ទៅវាបាត់អស់លេងហើយឥឡូវនេះគឺយើងចាប់ផ្ដើមរៀបចំអីវ៉ាន់ចេញធ្វើដំណើរទៅសៃហ្គនវិញហើយខ្ញុំជិះឡានដេកដកដែរអ្នកគ្នាយទៅជិះឡានដេកពេលព្រឹកគឺឆាប់ដល់តែម្ដងបើកភ្នែកដល់បន្ទប់ទឹកបើកភ្នែកដល់កន្លែងញ៉ាំអីហើយបើកភ្នែកដល់បន្ទប់ទឹកទៀតNice ឥឡូវនេះគឺយើងបានជិះមកដល់ប្រហែលជាចង់ពាក់កណ្ដាលផ្លូវដឹងពាក់កណ្ដាលផ្លូវខ្ញុំចង់និយាយប្រាប់ចេះអ្នកគ្នាលើកនេះយើងអត់បានជួបអាមួយបើកឡានដែលអត់ចេះអង់គ្លេសហ្នឹងឥឡូវគេចេះអង់គ្លេសអញ្ចឹងគេស្រួលណាស់គេមកដល់គេបើកយ៉ាងនោះយើងខ្វាយគេប្រាប់ថា3 minutes toilet គេចេះនិយាយអូយសំខាន់ឥឡូវឈឺជើងសាហាវអូយមានជាការឲ្យបាក់បៀបន្តិចបន្តួចបាក់ខ្លាំងហ្មងនិយាយទៅដល់លើឡានដេករហូតទេសភាពនៅដាឡាត់ស្អាតខ្លាំងណាស់គ្នាសបោទៅដោយព្រៃឈើសបោទៅដោយអីហ្មងណាមួយកន្លែងហ្នឹងគឺបណ្ដុំនៅលើភ្នំហើយឥឡូវនេះគឺមកដល់កន្លែងញ៉ាំអីទៀតហើយដូចខ្ញុំនិយាយចឹងគឺថាបិទភ្នែកបើកភ្នែកដល់កន្លែងហូបអីតែម្ដងដោយសារយើងជិះពីព្រឹកយើងរៀងល្ងុយដែរអញ្ចឹងលើកក្រោយគឺខ្ញុំទៅពីព្រឹកវិញហើយអត់ចេញទៅពីថ្ងៃព្រោះពីថ្ងៃដេកអត់លក់ហើយឡានក៏រៀងច្រើនមកទៀតឥឡូវនេះគឺខ្ញុំបានចូលមកដល់ក្រុងហូជីមីញវិញហើយចានៅសៃហ្គនយើងហ្នឹងហើយនេះអូយមានកន្លែងកំសាន្តទៀតខ្ញុំមកដល់អូតែហើយអ្នកគ្នាដេកឡើងស្ពឹក Okay going up ទៅណាអូanh là mùi đang dậy cho ra wow không review đâu ăn cho cái bột anh tóc kia kia bột Phát rồi Ôi nó cái nàyបន្ទប់ស្អាតសាហាវអត់ទេបន្ទប់នេះ so fresh ជាងបន្ទប់នៅដាឡាត់ព្រោះដោយសារតើមើលទៅវារៀងធំណាបន្ទប់ដាឡាត់វារៀងជាអៀត Oh my god 2 hours later និយាយទៅមកដល់សៃហ្គនភ្លាមអត់ទាន់បានចេញទៅខ្មែរវិញទេគឺខ្ញុំនៅសៃហ្គនមកយប់ទៀតសិនចង់ដើរលេងនៅហ្នឹងអញ្ចឹងព្រោះពេលដែលយើងមកបានមកសៃហ្គនដើរលេងទេហើយខ្ញុំមកកន្លែង Cafe Apartment គេនេះអួយ fresh សាហាវនៅខាងមុខគេមានកូនចាប់កូនព្រាបមានមនុស្សរត់លេងអី Oh my god ស្មាននៅមុខវាំងតាឥឡូវនេះគឺថាមកញ៉ាំជាមួយនឹងក្រែមសិង្ហបុរីដែលគេល្បីនោះអីមើលកាត់មើលកាត់មើលកាត់នៅក្នុង Cafe Apartment គេហ្នឹងគឺមានកន្លែងច្រើនមែនតើមានម្ហូបមានអីចឹងវាប្លែកច្រើនហើយខ្ញុំដល់ពេលច្រើនពេលអត់ដឹងទៅហូបអីចាក៏នាំគ្នាមកញ៉ាំអីគេបាញ់អីគេបាញ់ជំនឿអីអត់ដឹងបាញ់អីណាគ្នាបាញ់ឆាវបាញ់សុងបាញ់អីហ្នឹងណាហើយហាងគេនេះណាគ្នាអាចមើលបានអូយមានតាំងពីបាញ់មីបាញ់អីចឹងហើយមានខ្មែរម្ហូបហ្នឹងដែរមើលទៅកន្លែងហ្នឹងតំណងល្បីហើយគេអាចសរសេរលើជាងនឹងបានណាប៉ុន្តែពួកខ្ញុំមិនបានសរសេរគាត់ថាខ្ញុំចូលមកដល់ឃើញទង់ជាតិខ្មែរនៅពីក្រោយហ្មងចាហើយសំខាន់មានក្រេខាងជើងហើយខ្ញុំក៏បានដូរកន្លែងមួយមិត្តភ័ក្ដិខ្ញុំដើម្បីមកថតចាគាត់តែមកថតទេពេលបានអីញ៉ាំគឺយើងដូរកន្លែងគ្នាចាហើយខ្ញុំបានហៅទ្រីងខ្ញុំហៅ
ធីនិយាយទៅហៅធម្មតាតែធម្មតាឯងហើយនេះគេបាញ់ហយបាញ់អីចឹងហើយនឹងបាញ់សុងចាអូយបាញ់សុងគេថាឲ្យ rate វិញ2លើ10នៅខ្មែរឆ្ងាញ់ជាងចេញពីហ្នឹងគឺខ្ញុំទៅទៀតហើយចាប៉ុន្តែយើងត្រូវជិះឡានទៅស្អីគេ library បណ្ណាល័យគេអើយអានអង់គ្លេសអត់ត្រូវចឹងយើងអានខ្មែរចាយើងមកកន្លែងបណ្ណាល័យគេនេះនិយាយទៅបណ្ណាល័យបណ្ណាគាបណ្ណាល័យហើយចូលមកដល់គឺគេមានលក់វត្ថុអនុស្សាវរីយ៍ហើយនឹងជាប្រភេទសភៅច្រើននៅកន្លែងហ្នឹងខ្ញុំឃើញភ្ញៀវទេសចរគេមកច្រើនដែរព្រោះគេមកទិញវត្ថុអនុស្សាវរីយ៍អីចឹងណាហើយខ្ញុំក៏បានទិញមួយដែរខ្ញុំទិញមួកវៀតណាមនេះខ្ញុំអត់ដឹងមួកនឹងហៅគេគ្នាប៉ុន្តែខ្ញុំឃើញវាពណ៌ក្រហមចឹងខ្ញុំស្រឡាញ់ក៏ខ្ញុំទិញមកទៅដើម្បីធ្វើជាអនុស្សាវរីយ៍យើងបានមកជន់ប្រទេសហ្នឹងចឹងណាតែកោសាហាវអ្នកគ្នាបើសិនជាអាចចង់ទិញកន្លែងអីមួយយើងត្រូវតែមើលកន្លែងណាដែលវាដាក់ផ្លាកលើហ្នឹងដាក់តម្លៃលើហ្នឹងអញ្ចឹងបើសិនជាយើងទិញអត់ឃើញមានតម្លៃលើហ្នឹងទេយើងទៅសួរគេគឺគេកោហើយចាគឺកោមកវិញគឺយកទៅកាបូបមកទេគឺអត់មានលុយក្នុងកាបូបទេយើងដើរមើលស្គាល់ជីអ្នកគ្នាបើមុខពួកខ្ញុំខ្លាំងខ្លាំងអីកុំប្រកាន់ណាមួយថ្ងៃនឹង enjoy ពេកមុខលោកខ្មៅដូចខ្ជូងមុខខ្ញុំពងខ្មៅស្រាប់ផងម៉ែមានណាចេញមកគឺអស់និយាយឥឡូវនេះយើងមកដល់កន្លែង post office គេដែលកន្លែងតែគេអាសា review ណាហើយនៅនេះចាឃើញស្អាតចឹងកុំចូលទិញយ៉ាកោញាក់សាច់តែម្ដងហើយនេះតាមដងផ្លូវនិយាយទៅគឺខ្ញុំអត់បានជិះតាក់ស៊ីទៀតទេគឺខ្ញុំចាប់ផ្ដើមដើរមួយមិត្តភក្តិខ្ញុំហ្មងហើយដើររៀងឆ្ងាយដែរហ្នឹងយើងដើរទៅសាដើម្បីទិញរបស់ហើយនិយាយទៅគឺថាពួកខ្ញុំហើយនឹងមិត្តភក្តិខ្ញុំគឺ adventure ខ្លាំងមែនតើគឺយើងព្រាវតែម្ដងយើងចេះ search ក្នុង Google ទៅឃើញថាមានសាក៏ដើរទៅចានិយាយទៅគឺអត់ដែរស្គាល់ណាឃើញក្នុង Google ភ្លាមគឺដើរមកផ្លែតតែម្ដងហើយរៀងឆ្ងាយដែរអ្នកគ្នាអើយហើយជើងពងឈឺស្រាប់ផងតែអត់អីទេយើងចូលមកដល់យើងបានទិញរបស់ដែលយើងត្រូវការចឹងអត់អីវិញ100000តទិញគេហើយបងប្អូនអើយវាខ្ជូតពេកតជប់ទិញហើយខ្ញុំត្រូវទៅអ្នកគ្នាគេលក់320000ណាគេបញ្ចុះខ្ញុំសល់100000អូខេអូយខ្លាំងអ្នកគ្នានឹងthấyគេបញ្ចុះសល់ដំបូងគេលក់1200000ដល់ពេលហើយវាស្អីថាថ្លៃមែនពេលតែនោះទៅកម្ពុជា100000សំខាន់មួយ320000អ្នកគ្នាអ៊ីនោះក៏បកតម្លៃ320000គេលក់ឲ្យ100000នេះមែនបោកអានតាមែនតាកាអស់លុយហើយមីអ៊ីនោះបោកទៀតណាស្នាងហើយយើងជាជនជាតិខ្មែរដល់គ្នាឥឡូវគឺខ្ញុំ1ម៉ោងមុនខ្ញុំមកតែដោយសារអីវ៉ាន់សំពេញសំពងពេលឥឡូវនេះគឺខ្ញុំចេញទៅក្រៅដើម្បីទៅញ៉ាំអីហីគឺ McDonald's ready to go bye ពេលខ្ញុំដាក់អីវ៉ាន់នៅអូតែហើយគឺខ្ញុំមកញ៉ាំអាហារពេលយប់ម្ដងអាហារពេលយប់ខ្ញុំអត់មានអីច្រើនណាគ្នាមកតែ McDonald's ទៅណាមួយនៅជិតអូតែឡោះដើរទៅ2-3ជារៀនដល់តែម្ដងហើយអូយកាត់តវីដេអូចឹងនឹកឃើញឃ្លានទៀតនេះខានញ៉ាំ McDonald's មួយខែជាងអីចឹងចាំពេលឃ្លានចាំទៅវៀតណាមម្ដងទៀតពួកខ្ញុំក៏មកទៅ burger ហើយនឹងផ្លូវមាន់ហើយនឹងត្រីងឯហើយខ្ញុំ recommend ឲ្យអ្នកគ្នាញ៉ាំជាមួយនឹង hot chocolate the best ខ្លាំងហត់មែននៅអញតែចាំស៊ីនិយាយទៅនៅ McDonald's ហ្នឹងម្ហូបឆ្ងាញ់ហើយ view ក៏ស្អាតទៀតអូខ្ញុំនិយាយមែនស្រឡាញ់ view នៅក្នុង McDonald's ហ្នឹងខ្លាំងណាស់នេះអ្នកគ្នាឃើញតែមួយជ្រុងណាបើថាអំបិល360ដឺក្រេគឺមានច្រើនជាងនឹងទៀតនេះទៅវិញហើយអ្នកគ្នា last day in Saigon Ho Chi Minh see you tomorrow Cambodia សៃហ្គនពេល weekend អីចាគឺថាមានជាការប្រគំតន្ត្រីតាមដងផ្លូវអីចឹងណាអ្នកគ្នាខ្ញុំមកវិញហើយបន្ទាប់ពីស៊ីអី1ម៉ោងចាស៊ីប្រាច់នៅឡើយអូយស៊ីមួយនិយាយទៅតាមពិតស៊ីទៅ10នាទីតែនេះស៊ីយូរចឹងហើយទៅចាំវាហើយស៊ីអត់អស់ទៀតណាគ្នាឥឡូវយើងចូលដេកអ្នកគ្នាហ្នឹងហើយយេដោយសារស្អែកយើងត្រូវទៅពីប្រឡំម៉ោង8ហ្នឹងហើយយើងស៊ីអី1ម៉ោងទៅ1តន់ណា5កន្លះ5:40 tomorrow ចា good morning ជាមួយនឹងព្រឹកព្រលឹមដល់ស្វាងចេះតែម្ដងគឺថាដេកបានយូរមែនតែនដោយសារងើបម៉ោង8អត់មិនមែនងើបម៉ោង8ទេងើបម៉ោង7ដើរកាត់ជាមួយនឹងហាង McDonald's ដើម្បីបន្តដំណើរទៅ
ញ៉ាំជាមួយនឹង phở ហើយ phở ហ្នឹងគឺនៅមិនឆ្ងាយទេក៏តែខ្ញុំចោះពីលើដល់ក្រោមគឺថាឃើញហាង phở នៅកន្លែងហ្នឹងតែម្ដងហើយសំខាន់អ្នកនៅធ្វើការនៅហ្នឹងគឺគេចេះខ្មែរទៀតចាអញ្ចឹងហើយសូមកុំនិយាយដើមគេប្រយ័ត្នគេឮគេទះបែកមាត់ឥឡូវនេះគឺយើងដល់ម៉ោងដែលយើងត្រូវចែកស្បៀងគ្នាហើយអូយមានតែកប់ឈុករត់មួយហ្នឹងឯងនិយាយទៅខ្ញុំជួយចិត្តញ៉ាំអាហ្នឹងមែនតើឥឡូវនេះគឺយើងមកធ្វើការចែកស្បៀងគ្នាជាមួយនឹងមិត្តភ័ក្តិចាសំខាន់មិត្តភ័ក្តិខ្ញុំវាលង្កាំងហ្មងវាព្រោះដោយសារដំបូងគឺយើងអត់មានអីដាក់តែអញ្ចឹងទៅវាអត់ញ៉ាំហើយខ្ញុំក៏ឆ្នៃទៅបានអីញ៉ាំចាចែកស្បៀងបណ្ដោយខ្ញុំបានមកដល់ព្រំដែនវៀតណាមកម្ពុជាវៀតណាមហើយក៏បាន check out ជាមួយ passport អីចឹងណាចាព្រំដែនអីចឹងយើង check out check អីចឹងទៅមកដល់ខ្មែរគឺមានជាការក្តៅសាហាវតែម្ដងចាទឹកមុខគឺថាសប្បាយចិត្តមែនតើព្រោះដោយសារតែបានមកដល់ទឹកដីខ្មែរនេះគឺមានអារម្មណ៍ថាកក់ក្តៅចាទោះបីក្តៅមែនប៉ុន្តែគឺកក់ក្តៅក៏យើងបានមកដល់ក្រុងហើយអូយមកដល់ស្រុកកណ្ដាលទេអ្នកគ្នាខ្ញុំនឹងពេញខ្ញុំនឹងមកវិញម្ដងទៀតនៅក្នុងឆ្នាំហ្នឹងពេលដែលមកដល់ចំណតឡានអីចឹងយើងក៏ចាប់ផ្ដើមជិះ pass app ឆ្វែក្រុងយ៉ាចាយើងមិនជិះឆ្វែក្រុងទេយើងជិះចេញក្រៅក្រុងវិញគឺរៀបចំដំណើរទៅសៀមរាបសុំសួរតិចម្ចាស់នំនឹងទុករយៈពេលប៉ុន្មានថ្ងៃចាដើរលេង4យប់5ថ្ងៃប៉ុណ្ណឹងទុកប៉ុណ្ណឹងចាតាំងពីប៉ោងរហូតទៅដល់ទៅតាំងឡើងថ្ងៃដល់ឡើងដល់ថ្ងៃដំបូងសៀមរាបទិញនៅសៀមរាបទិញនៅសៀមរាបអូឡើងភ្នំភ្លាមប៉ោងផ្ដុបតចាប់ហែកមកឥឡូវចង់ដឹងថាតើមិនដែរចំពោះរសជាតិឆ្ងាញ់គិតថាឆ្ងាញ់ដល់ដែរព្រោះនំនេះនៅស្រួយខ្ញៅវាស៊ីមកចាវីដេអូរបស់នាងខ្ញុំឈានមកដល់ទីបញ្ចប់ហើយចាប់ត្រឹមនឹងឯងនៅសៀមរាបម៉ោង 12 យប់ទៅដល់ផ្ទះរៀបចំខ្លួនស្អែកឡើងថ្ងៃថ្មីរៀបចំ plan ទៅដើរលេងខែ 12 បន្តទៀតចាជួបគ្នាឆាប់ៗនេះ South Korea